ថ្មីហ្មងណាតើគ្នាតែឃើញបងដែលគាត់លក់ឲ្យបានអីផុសថាមានភ្ញៀវមកបន្លំអីចឹងណាខាងយើងគឺជួបប្រទះអញ្ចឹងដែរហើយគឺចៃដន្យសឡប់ហ្មងហើយអត់យល់ថាមិនបានត្រូវធ្វើអញ្ចឹងដំបូងហ្នឹងគឺគាត់ចូលហាងធម្មតាទិញមិនធម្មតាទេតែសិនឆ្លងទៅគាត់ក៏ទិញមកជាមួយនឹងម៉ាស់ប្រអប់មកប្រអប់យើងក៏អាប់លុយជូនគាត់ធម្មតាគាត់ឲ្យលុយយើងគឺប្រដាស់100ហើយយើងក៏អាប់លុយដុល្លារជូនគាត់វិញហេចឹងទៅពេលហ្នឹងហើយគឺគាត់បន្លំលុយពីយើង$50ណាតើគ្នាមើលអត់ចង់តន់ទេតតែដាក់ slow down មើលហ្មងបានដឹងថាគាត់បន្លំលុយស្រស់ហ្មងណាតើគ្នាគឺតាំងផឹកតាំងបន្លំម៉ោង9ជាងហ្នឹងគឺបន្លំតាំងបន្លំហ្មងហើយទៅសឹងតែមើលអត់តន់ហ្មងណាតើគ្នាអាចមើលក្បាច់ដែលគាត់ប្រើមកលើពួកខ្ញុំបានបងណាដែលគាត់អត់តន់ជួបប្រទេសទេគឺចងចាំអីហើយណាតើគ្នាការពារកុំឲ្យបាត់លុយហាងខាត់លុយហាងអីយីមែនគឺបន្លំសាហាវហ្មងបន្ទាប់ពីគាត់បន្លំលុយហ្នឹងហើយគាត់ក៏បានទៅហៅ cashier ហ្នឹងថាយកម៉ាស់4ប្រអប់ទៀតដើម្បីយកឲ្យប្រពន្ធគាត់អីចឹងណានិយាយគ្នាចឹងឡើងគាត់ក៏បាននិយាយថាចេះអត់អីចឹងមិនបាច់យកទេប្រពន្ធគាត់ចាំមកមើលខ្លួនឯងហ្មងចឹងណាតើគ្នាគឺប្រឹងប្រយ័ត្នទាំងអស់គ្នាណា